បើជា clip គឺហាហើយនៅតនសម័យ យ៉ាបាទចាឥឡូវក៏ស្វាគមន៍អ្នករាល់គ្នាមកកាន់ Game Grand Final King Raj Cup Season 1 បន្តិចទៀតអ្នកនេះនឹងបានឃើញហើយតើ King Raj Cup Season 1 របស់យើងក្រុម Reggae Sport ឬមួយក៏ Team X អ្នកទទួលបាន Champion បាទវាយដំច្រំធាក់ខាងផ្លូវថប់រឹបគាត់ចូលមករឹបបាល់ខ្លះក្នុងម៉ាំងមានកូនពៅមានខ្លះកូនបងប៉ុន្តែមិនមានកលោជាមួយកូនពៅទេបើថាកូនពៅក្បាលរឹង Yes បើរីម៉ែបកាយតែម្ដងមកជាមួយការចង់វាយ C1 បាក់ក្នុងឡែនតែម្ដងមកជាមួយវត្តមានរបស់សានីបាទចេះយើងចាំមើលចេះស្អែកត្រង់ពេលយើងមើលបច្ចុប្បន្នផ្លូវបន្ទប់ឡែនក៏មានការអោជាមួយនឹងការដើរ solo ជាធម្មតារវាងក្រុមទាំងពីរដូចគ្នាដែរបាទអញ្ចឹងយើងក៏ផ្ដោតទៅលើការទៅ invade ដូចគ្នាបាទសម្រាប់ពីច្រើនណាបាទចាឥឡូវនេះគាត់ចូលមកទម្រង់មើល team make រៀងច្រើនគ្រាន់មកដែរឥឡូវគាត់ចូលមកព្រាមធ្វើតាចូល invade ទាំងងើយកតែម្ដងតែយកបានជាមួយសัตว์ហងភ្លើងមួយតាចេញហេសំខាន់ចំណេញត្រង់ថាគាត់លេះថាអាចធ្វើឲ្យគូបាត់គាត់អស់ជាមួយ flash មួយដូចគ្នានៅ C1 តែគាត់អត់ flash ដែរមិនកសិនដើម្បីចង់ knock up គេគឺគាត់ flash ចូលទៅដល់ knock up ជាមួយ C1 របស់គាត់បាទមួយសមមួយដែរអត់មានបញ្ហាយ៉ាគ្មានបញ្ហាឲ្យតែកុំឲ្យអស់ kill ទៅបានហើយបាទបច្ចុប្បន្នខាងក្រោមបាទជំនាញការចូលទៅដើម្បីការចង់ធ្វើការ invade ភ្លាមតែម្ដងវត្តមានរបស់ Star King ជាការឆែកទៅលើ map តាមអាចធ្វើបានបាទសម្រាប់គាត់នេះគ្នាដែរត្រឹមត្រូវបាទប៉ុន្តែយើងលេងជាមួយបច្ចុប្បន្នគឺមានការ teleport មកក្រោមច្រើនមែនទេអាយ៉ាមានការបោកជាមួយនឹងការវាយគ្នានៅខាងក្រោមកាត់ឡើងនៅពេលបន្តិចទៀតនេះស្រាប់ពេលយើងមើលជាមួយនឹងបច្ចុប្បន្នត្រឹមតែទី1ជាងតែប៉ុណ្ណោះប៉ុន្តែដូចជាមានការដូចពួកគេចូលចង់វាយគ្នាមែនទេបាទស្រាប់ពេលយើងមើលជាក់ស្ដែងបាទជាមួយនឹងវត្តមាន Thailand ធ្វើការ respond មកតែគូបាត់បាក់ឌីងខ្លួនមានអគុំវាគុំដូចគុំបាទគាត់ឆ្លងប៉ះគ្នាពីមុនមកដែរទេដូចជាមិនដឹងដែរបាទព្រោះអីយើងមើលការប្រកួតកន្លងមកដូចជា Reggae Esport ដូចតែរៀបបានធ្វើការប្រាប់អញ្ចឹងបាទគាត់ជាក្រុមមួយដែល reveal កីឡាករពីកីឡាករលេងតាមផ្ទះខ្លាចជាកីឡាករ pro player បាទអានេះគេហៅថាជាកន្លែង club បណ្ដោះបណ្ដាលអូលយមែនបាទ Reggae Esport អែមបើជាហូដកនៅចាឥឡូវនេះនៅការផ្លូវមីឡែនអត់ទាន់មានអីណាផ្ទុះស្រ័យទេបើថាឈីការីគឺគាត់លេង melody ទេបាទអញ្ចឹងគឺយើងមិនទាន់មាន damage អីច្រើនដែរបើថា hero ហ្នឹងនេះមិនសូវត្រូវបាទបាទតែយើងលេងមើលបច្ចុប្បន្នដូចគ្នាដែរក៏មានការចេញមកជាមួយនឹងកាមេរ៉ា cam ទៀតអូ full flood បាត់ no Simo បាក់ land បណ្ដោយ Simo ដូចស្លាប់ចោលម្ដាយតែទៅ2នាក់ដែរអូ2នាក់ម្ដង2អូខេ2នាក់អញ្ចឹងអាចនិយាយថាវា unfair ដែរបើថាមួយស្មាតហើយបាទថាដៃ2នាក់ចឹងមានលេសបណ្ដោយបាទក្នុងរ៉េងបើកាសជេរបាទនៅត្រឹមត្រូវបាទតែជេរគេមែន Yes បាទបើកាសជេរមិនឆាតណានៅអូខេបើកាសជេរអី Yes បាទតែគេមិនលឺគួរប្រហែល enemy យើងមិនលឺហ្នឹងបើគេលឺចាំបើគ្នាឯងលឺលូឲ្យគ្នាឯងលឺហ្នឹងត្រូវអូខេចាឥឡូវនេះមួយនៅក្នុង early game បាទអូយយ៉ារ៉ៃយិតដូចជាអេមណាជាមួយនឹងការទៅគៀបដូចកកចាំទៅលើ Simo តែម្ដងមួយគិតថា Simo វាយបាក់ឡែនជាមួយនឹងការប៉ះគ្រីរបស់ Simo បាក់ឡែនច្រើនពេកដល់ពេលទៅចង់គៀប Simo វិញហ្នឹងបាទចុះទៅជាសម្ពាធ Simo វិញបាទយ៉ាមកបោលមួយវាយផ្លឹកតែមួយប្រែមប្រយ100រៀលយ៉ាគ្មានបញ្ហាបាទគេថាពេលបច្ចុប្បន្ននឹងគេដែរជាមួយនឹង42ទៀតធ្វើការ spot មកជាមួយនឹង AMGT ដែរក្រុមទាំងពីរដូចមានការរំខានតែម្ដង Simo ក្នុងនៅឈ្ងន់រកឲ្យវាយក្នុងឡែនឆ្លោះគ្នាតែម្ដងបាទជាមួយនឹងការមើលលើកដៃឲ្យចេះមួយតែអត់អីទេបាទវាធ្វើការដកថយទាន់ពេលវេលា TP មកទាន់ពេលវេលាដូចគ្នាប៉ុន្តែគេធ្វើការស្តារតបបាទអរគុណសម្រាប់ការតាមដានទស្សនាជាសង្ឃឹមថាជួបគ្នានៅពេលវេលាក្រោយ To be continue បាទហើយបាទប៉ុន្តែយើងក្រោមនេះមានខ្វាយគ្នានោះយ៉ា flash មួយនោះមាន flash ណាដាក់ skill ព្រោះយើងរត់បាត់ជាមួយនឹង Mike Nets បាទជាមួយនឹងតាក់ម៉ាញ់នេះយើងគឺមានការញ៉ាំពីនំប៉័ងនេះគ្នាយ៉ាបាទប៉ុន្តែយើងលេងមើលជាមួយឡុងនេះកាយដែរបាទជួយ kiss គ្នាដែរអូ my god បាទជាធម្មតាមែនបាទសម្រាប់គាត់នេះគ្នាតែយ៉ាងមើលចាស់ស្អីដល់ពេលបច្ចុប្បន្នខាងលើមានការទៅគៀបទៀតនោះទៀតទៅគៀបជាមួយរហូតតាំងបើទៅទៀតហើយជាមួយនឹងសម្រុំគៀបតាំងបើប៉ុន្តែអីដែរបើថា Viceman នឹងចិត្តនឹងស្រាប់យើងលេងមួយជាមួយនឹង Thailand ធ្វើកើតមកប៉ុន្តែខាងសមាជិករបស់គ្នាមួយធ្វើការម៉ាត់ដាល់ក្បាលគ្នាលើឡើងពេញទឹកពេញដី TP មួយមកខាងផ្លូវ Midland UCN សជាតែមកតាក់តែម្ដងប៉ុន្តែត្រូវការដកថយតពេលវាយកជាមួយរ៉េតមកចូលខាងអត់អីទេដកទៅដកមករត់ឈោទៅឈូមកជាមួយការលូតដកមួយអស់ស្គីលីចាប់ឆាយតែម្ដងជាមួយការដាច់ខ្យល់ពីរដងម្នាក់ឯងអត់ឲ្យអ្នកណាគេដាច់ទេសជាតែបដៃតែម្ដងមកហើយលុយនេះយកបានពីគ្នាពេញគ្នាបើខាង Viceman ដេញបាយដល់ពងជាបន្តជាមួយការឈូដាក់ស្គីលមួយមិនខ្ចីត្រូវបាទគ្មានបញ្ហាប៉ុន្តែយើងមើលដៃពីគ្នាគឺស៊ីមូណាតែយើងមានបញ្ហាចោតទេគេណាយ៉ាមានជាមួយនឹងអាទីលូតចូលវាយវិញទៀតយើតែម្ដងកណាគេលេងជាមួយគីគ្រីសាជាដាច់លូតចូលខាងអាវប្រាជាមួយជីវិតគីធ្វើការបោលរត់ថយចេញមួយតែម្ដងជាមួយការទួតមួយប្រណៃតែម្ដងបើខាង Viceman បាទ Viceman
នេះមកស៊ីពេជាមួយនឹងវត្តមានរបស់ Chigery បានល្អមែនទេបាទ Chigery មិនគាត់វាយយូរដែរទៅលើក្បាលទៅទូដៃ ដកមួយមកផ្លឹបបឹកចាក់មួយផ្ដាច់ជីវិតចោលបានជាមួយ Blue Bird ធ្វើការផ្ដាច់ជីវិតមួយភ្លាមមួយពេញមកចាំយូរដេញវាយបន្តទៅមុខក៏យ៉ាងណាស្លេឆ្វេងងាកស្នាមសតមួយផ្លុំខ្លោយប៉ុន្តែខ្លោយនេះគឺខ្លោយយ៉ាងមិនមែនខ្លោយជៀនទេ បាទគ្មានបញ្ហាស្របពេលតែគេនេះតែការកាច់កេះរត់បានដដែលបាទជួយនឹងគាត់ដូចគ្នាទោះបីមានការដល់មក2ទៅ3ទៅ2ដែរតែហ្គោលវាបែរគ្នាពេកកំផុកអត់មានបញ្ហាទេបាទគាត់គាត់ត្រីខកកំផុងឆ្លងផឹកដាក់ចូលកផៅយេត្រឹមត្រូវបាទមានបញ្ហាបាទយើងលេងមើលខាងលើនោះក៏មានការកោះទៀតដូចគ្នាដែរថៃដិនយកបានធម្មតាដល់ Fall 5 ពីរបស់ Team Max ហ្នឹងអាយ៉ាបាទទូថៃអាចលុបចោលកុំធ្វើចឹងបាទតែធ្វើលុបចោលបាទត្រូវបង្កើតមួយវីដេអូថ្មីដើម្បីសងស្គប់បាទចឹងឥឡូវនេះហ្គេមនៅតែលេងបន្ត16ទល់ជាមួយ15លើខ្វះគ្នាតែ1K ហ្គោលតែប៉ុណ្ណោះបាទពីខាង Riot ចាឥឡូវនេះជាមួយនឹង Thailand ក៏មានការយកពីខាង Riot Overlord ក៏មិនមានឲ្យការវាយអីដែរព្រោះរសារតែយើងលេងមួយជាមួយនឹង Map Producer នៅខាងលើខាងក្រោមក៏មានការម៉ាត់ដល់គាត់គ្នាតែមិនខ្ចីដាច់ទេប្រសានដូចក្របីអញ្ចឹងបាទតាកាបាទទីគីអត់មានតាកាមានអត់មានទីគីដល់ពេលទៅគេនេះខាងដាច់ខ្យល់នៅខាងលើវាយគេមិនបានវាយដាច់ខ្លួនឯងតែម្ដងជាមួយនឹងការលោតចូលខាងអាវយកបានជាមួយនឹងភៀវយកតែម្ដងបាទពីខាងសមាជិករបស់ Team Max បាយបដោយសមាជិករបស់ Team Max ចាប់ផ្ដើមធ្វើការទៅទៀតដើម្បីការជួយទី1វិញណានៅពេលគាត់ទៅជួយយកបាន2អឺរ៉ូព្រីមទៅដូចគ្នាដែរតែបើមានការជោគជ័យចំណេញតែមកសម្រាប់គាត់ដូចគ្នាគឺអាចដូចគ្នាមកដែរក្នុងការយកជាមួយនឹង Team Water Topland តែមិនបើតាមខ្ញុំមើលចេះស្អីទេសមាជិករបស់ខាងក្រុម Reject Esports អាចធ្វើការគៀកសង្កត់ដើម្បីគាត់ចង់បាន Team Water ពេកទៅបើមានការ rotation ពី Wiseman ទៅជួយបានតោះយ៉ាបុកមួយលោតអុកមកក្តាប់កន្លែងនេះជាមួយនឹងការផ្ដាច់ជីវិតយកតែម្ដងទៅកាន់ឡុងអត់មានមកផែទេលោតចូលខាំបុកជាបន្តធ្វើការដកថយរត់រួចតែរោមមីងតែម្ដងប៉ុន្តែ Farmlet ដាច់ខ្យល់ skin នេះ skin ខ្លាឃ្មុំ skin នេះ skin ឆ្មា skin ឆ្មាច្រឡំ skin ឆ្មាតែខ្មាប៉ោងបាទប៉ុន្តែអាស៊ីនរបស់វាគឺគោទេគឺកបីគោកបីតែបើចេញ skin ឆ្មាកប៉ោងបាទថ្មីទេថ្មីនិយាយទៅអានេះហៅកម្រិត creative យ៉ាមាន honor king ដែលគេមានខ្លាចចឹងទៅបាទហ្នឹងគឺអែមអញ្ចឹងណាបាទចំណាំយើងលេងបច្ចុប្បន្ននេះខ្ញុំដែរស្របពេលក្រុមទាំងពីរកំពុងតែកាត់អន្តរជាតិផ្លូវមានតែតែពីមកជាមួយនឹងវត្តមានមីនៀនរបស់ Chigery មានច្រើនហ្នឹងហើយមិនអាចធ្វើការបុកបានស្រួលទេតែ Chigery នេះដែរចារថេតមកមកវាយ5យកតែម្ដងយូសៀនសល់ឈាមតែម្ដាយកន្លែងនេះដកទៅដកមកប្រត់ត្រង់ពេញហ្នឹងក្រាបកាត់ខាក្រាដែលយើងលេងជាមួយនឹងខាងក្រោយតាកៅជាមានជាមួយនឹងអាទីទេមានជាមួយនឹងអាទីបុកមួយប្រាច់ជាមួយនឹងស្តានស្ទួយស្ទាបធ្វើការដេញវាយជាមួយនឹងការដេញបាញ់ភ្លាមវត្តពេញលោតចូលខាងអាវកាវគប់ស្គី2 3 4 5ជាមួយនឹងការទាត់យកតែម្ដងកន្លែងនេះចោលរត់ទៅណាតាកាអស់ជាមួយនឹងអាទីឡើយតូចញេតមិនតូចញេតទេយកបានមិនបគៀលយកតែម្ដងជាមួយនឹង Wiseman វាយ2វាយ3វាយប្រុសវាយស្រីវាយម៉ាក់វាយតាជ្រោម1ជ្រោម2ជ្រោម3វាយទៅអាកងវាយតាម៉ាវាយប្រាវនេះបាញ់ព្រួយធ្វើការរត់ប្រែងធ្វើការបុកជាមួយនឹងការផ្លូវវាលែងជំតន់មីន3គ្រាប់ធ្វើការលោតចូលខាងក្រៅលោតចូលខាងក្រៅបាញ់ប្រាវអត់ត្រូវទេព្រួយមិននៅខាងក្រៅធ្វើការលោតចូលជួយទាំងងើយកតែម្ដងយកតែទីទូទៅតែដើរចេញខាង Team Max ដើម្បីតែចេញមកវិស័យនេះគាត់ហ្វុកខោយកតែអាប់ចិត្តទីយកទៅចាំងលើតែម្ដងមិញមិនដែរបាទអាចនិយាយថាគាត់រវល់វិស័យជាមួយចាំងលើនេះមិនដែរតែតាម Team Max គាត់ខាំបែបមកវិញហើយជាមួយនឹងការខាំបែបមក 2K គាត់មានធម្មតាដែរម្ដងបាទជាមួយនឹងការលេងបាទល្អដូចគ្នាដែរសបពីគាត់ធ្វើការ rotation ជួយស៊ីមូហ្នឹងស៊ីមូនៅក្នុង early game មិនមែនស៊ីមូស៊ីមូញ៉ាំអត់មានមែនជួយមួយហ្នឹងមានអីទៀតមានកប់លូបាទសម្រាប់គាត់បាច់ទៅបាយស្មៃនេះនិយាយទៅគឺគាត់ហ្វាមលឿនបាទតែម្ដងហ្វាមលឿនតែម្ដងសម្រាប់បាយស្មៃនេះគ្នាដែរប៉ុន្តែភាសាអត់សូវចូល Team Fight តែបើចូល Team Fight គឺអត់មានគៀតែម្ដងគាត់អាយ៉ាខាងក្រោមគៀបស៊ីជាមួយនឹងគីបស៊ីនយ៉ាម៉ៃសេរណុយកាត់ដកថយបុកជាមួយនឹង Team Water ជាបន្តក្នុងខាងផ្លូវបឋមលែនក៏ដូចជាធ្វើការទិញជាមួយនឹងបាទទិញនេះ Black Cap Black Cap ហ្នឹងបាទអាហ្នឹងលេងហាកាត់ឈាមវាមានឆេះទៀតមានឆេះទៀតហ្នឹងអាយ៉ាផ្ទះ2កាភ្លៀងយកតែម្ដងកន្លែងនេះគាត់ឃើញមុខផ្ទះ2កាភ្លៀងតែមិនបាន5កាភ្លៀងទេបើ5កាភ្លៀងតោះហៅស៊ីងមក5ភ្លៀង300ឯងមកភ្លៀង100ហ្នឹង5មកភ្លៀង100យ៉ាង5ភ្លៀង500ជាបាទល្អតាមាន5ភ្លៀង500បាទចេះណាមកយើងលេងបច្ចុប្បន្ន32ទីធ្វើការ sport មកជាមួយថៃដែរទីនេះខ្លួនឯងធីមេអាចទៅការបុកវាយយកលឿនតែម្ដងបុកមួយតែមួយប្រាវកន្លែងនេះឈូសទៅឈូសមកគ្រូការរងដែរអត់ជាប់ទេមានតែដកថយតែម្ដងតែកណ្ដាលជាមួយនឹងមីនេះខាងក្រោយចង់ចូលមកហើយជាមួយលុយរីយកតែម្ដងតែនេះជាមួយនឹងខាងក្រោយមានការតាត់ដាច់ស្តានមួយស្ទួយស៊ូសៀបយកបានម៉ៃស៊ីរយមកប៉ាក់ក្រោយប៉ាំភ្លឹបធ្វើការកាក់ជាប់មួយហើយកណ្ដាលនេះយើងលេងមួយជាមួយនឹងម៉ាញ់ដែរធ្វើការដកថយមកដល់វាលឿនជុំយកតែម្ដងកណ្ដាលដែលមានការធួលោតចូលមកជួយអាយ៉ាទុកជាមួយនឹងផមនេះបានល្អខ្លាំងយកមែនតែបើការរ៉ាច់បាយចូលមកបុកមកផ្កាស្តាគីជួយស្ទួយស៊ូសៀបធ្វើការឲ្យលុយរីយកតែម្ដងផ្កាស្តាគ្រីដេញបាយទៅសអត់ឈាមតែម្ដាយអត់បាត់ទេអាយ៉ានៅតែការរួយបានតែរួយទាំងផាត់ផោយដូចគ្នាដែរតែមានយកបានស៊ីម៉ូវិញគ្នាដែរបើសិនការ invest មកមិញបែបជោគជ័យបើមួយគាត់បើដាច់ទីម៉ូម្ដងទៀតធ្ងន់កតែម្ដងតែអស់ផ្លាទីម៉ូបើទីម៉ូអស់ផ្លាដូចគ្នាដែរបើចឹងវារីកបាក់បន្តិចដល់ពេលបច្ចុប្បន្ន
បាទ អត់សល់តែ KX អូខេបាទបច្ចុប្បន្នយើងលេងទៅមើលជាមួយនឹងវត្តមានរបស់ Thailand ហើយដូចជា Overlord in hand ធ្វើការកាត់មកបន្តិចទៀតនេះប្រកាសប៉ះនេះកន្លែងហ្នឹងធ្វើបញ្ចប់គេកន្លែងហ្នឹងបាទដាច់គេប៉ុណ្្នឹងដែរចាឥឡូវនេះ15វិនាទីចុងក្រោយមើលអាចមានការបន្ទុះស្រាយគ្នាលក្ខណៈទ្រង់ទ្រាយធំដែរទេជាមួយការវាយដណ្ដើមរបស់មេងលីបាទអាចមានការដណ្ដើមមេងលីទេមើលបាទទីចាំមើលជាក់ស្ដែងចឹងណាតែដូចជោគជ័យទេជាមួយនឹងពួកគាត់ខ្ញុំគាត់ថាមិនទាន់ងាយវាយស្រួលទេដោយសារយើងលេងមើលចេះស្ដែងស្មារតីរបស់ខាងក្រុមទីមេកគាត់មានជាមួយនឹង Hero Melody មួយសម្រាប់ធ្វើការបុកហើយ Yes បាទចឹងហ៊ានវាយហើយចូលទី5របស់ឈប់ហោះទៅហោះមកទៅប៉ុណ្ណឹងតែបាច់នេះកន្លែងនេះយើងលេងមួយជាមួយខាងក្រៅអត់មានគេនៅចិត្តនឹងទេបាទយើងលេងមួយជាមួយអ៊ំប្រូសាបានដល់ក្រុមដើរមកធ្វើដំណើរមកតាមផ្លូវតែម្ដងសុំបីតកង់3ក៏មិនមានជិះដែរកន្លែងនេះបាញ់ទេបាញ់ស្គីលតក់1បតក់2បតក់3ធ្វើការតែមកទៅឈីគីរីអត់មានជាមួយនឹងអារ៉ាវទេគេធ្វើការបុកវាយយកជាមួយថៃរ៉េតយកតែម្ដងកន្លែងជាមួយការមកខាងក្រៅធ្វើការវាយទៅក្រោយអូវាយទៅមកព្រឹកបាច់បោយកតែម្ដងជាមួយការលូតចូលខាងក្រៅប្រឡែងជាមួយនឹងថៃរ៉េតអត់បានជាមួយនឹងថៃរ៉េតទេបាត់បោជាមួយនឹងឈីគីរី1-0-1-0-1វិញយកតែម្ដងតែមិនទាន់ចប់រឿងអត់មានជាមួយឈៀមមកខាងក្រៅលេងជាមួយដកគីសាយកន្លែងនេះជាមួយខ្លាលូតចូលកម្មប្រែខ្លាជាមួយនឹងនេះគេមកប៉ុលកាប់បាត់កើមឃ្លៀជាមួយនឹងឡែនតែម្ដងមិនអាចផ្លាច់ជីវិតទៅលើ enemy ទេដាច់ Star King អត់អំពើបាទចូលមកអត់ជោគជ័យតែម្ដងទៅបាយកបានជាមួយ Kenzie វិញគាត់តែបាត់បង់ជាមួយ2 Hero នេះធ្ងន់បែកយើងចូលបាត់ហើយគេដាក់ពេលក្រុមថៃដែរគេយកវិញដូចគ្នាបានដែរជាការវាយមួយដែលខាតតែម្ដងសម្រាប់ team make តែដល់ក៏មកជាមួយនឹងខេគោលវិញជឿដែរយើងមានបញ្ហាទេបាទសម្រាប់គាត់បាទតែយ៉ាងណាមិញយើងលេងមើលបច្ចុប្បន្នគ្នាតើ Thread Midland អាចទៅការ defend ចូលនេះស្របពីសមាជិករបស់ខាងក្រុម Real Esports ជាការបុកមែនតើបាទជាមួយនឹង Real Esports តែទីមេកំពុងតែការទប់យ៉ាងសាក់ស្រាំតែម្ដងបាទ full tech ធ្វើឲ្យតែមិនទាន់កាត់យ៉ាត់យ៉ាយស្រួលបាទអញ្ចឹងឥឡូវនេះរ៉ៃយិតបាទគឺកំពុងតែមានអារម្មណ៍ថាសាច់ដុំឡើងមកវិញបដាបន្ទាប់ពីធ្វើការ recovery បានមួយយប់បាទចាំលៀមគណៈដែរជាមួយនឹង Thailand យកបានមែនពិតប៉ុន្តែជាមួយនឹង Overlord ក៏មិនទាន់មានការមកកេងអីមើលស្រួលបួលអីដែរឆែកជាមួយនឹង map មើលមួយសិនការតាកាតើឲ្យកន្លែងនេះ Mycin រុយវាយបំបត្តិកជាមួយនឹងផ្លឹកចោលយកដល់បាត់បង់ជីវិតជាមួយ Shimo បាត់ហើយមកផ្លាច់វាយផ្លោយមានជាមួយនឹង Thailand ធ្វើការវាយផ្លាច់ជាមួយជីវិតយកតែម្ដងបើកបុកបានល្អខ្លាំងយកមែនតែការទីតាកាសម្រួលការ counter ពីទម្រង់4-3-3អូបាទល្អមែនតើបាទ4-3-3តែជោគជ័យស្របពេលបច្ចុប្បន្ននៅតែអាចធ្វើការស្មើគ្នាដែរជួយនឹង goal ដូចគ្នាតែយ៉ាងណាមិញយើងលេងមើលជាមួយជាក់ស្ដែងណាជួយនឹងគេនេះសមាជិករបស់ខាងក្រុម Real Esports ក៏មិនសូវហ៊ានវាយក្នុងការដុំហ្មងទេដោយសារតែមេដែលចេញមកពីវត្តមានរបស់ Chigri គឺច្រើនចិត្តហ៊ានវាយដុំឯដូចជាមួយវត្តមានរបស់ Chang Fei តាកាយចូលទៅដល់ក៏វាធ្ងន់កដែរបាទនេះអូហ្នឹង elite លូដែរបាទហ្នឹងចប់ហើយរបស់គេតែម្ដងបាទតែយ៉ាងណាមិញយើងចាំមើលជាក់ស្ដែងដោយសារជាមួយនឹងគេនេះគឺ target របស់គាត់គឺព្យាយាមការធ្វើលួចលុកជាមួយនឹង game នេះគឺដូចជាមួយនឹង Merchandise ដូចគ្នាតែអ្នកសាច់កម្មជាគេហ្នឹងគឺជាមួយនឹង Usian ហ្នឹងតែម្ដងបាទតែយើងចាំមើលវត្តមានរបស់ Simu ធ្វើការ respond មកដល់គាត់ធ្វើការចង់ជើងជាប់នៅណាគេបាទជាមួយនឹងគេដើម្បីទៅចេញមកពី King Chris ក៏ច្រើនគូសំដូចគ្នាបាទសម្រាប់គាត់បាទតែ Star King ក៏បានកាប់បើក season ក្នុងការលូកដល់ឯក្រោយតិចដោយសារគេសិតតែ Pedro da skill ចឹងអានពេលរបស់គាត់គឺថាចាក់ចោលតែម្ដងអាន blue buff ហ្នឹងអត់ឃើញ blue buff របស់ Wiseman ហ្នឹង Wiseman មែនបាទអត់ដឹងដែរគេយកបាត់ហើយអត់ឃើញឬមួយក៏ដោយសារបាំងកន្លែងនេះអាចបាំងនេះយើងមើលលើយើងមើលនេះមាន red បើហ្នឹងប៉ុន្តែចង់និយាយនេះ webcam ខាងស្ដាំអាចបាំងមើលអត់មានបាំងអត់បាំងដែរអត់មានបាំងអូខេដែរចុះបាន blue គេយកហ្នឹងហើយអត់យកបាទគេយកហ្នឹងហើយបាទមានអីទៀតបាទគេមកយក blue បើបានអញ្ចឹងណាអាយ៉ាបាទអាយ៉ាបោលវាយជាមួយនឹងខ្លាយកតែម្ដងមិនច្បាស់តែខ្លានឹងមកក៏ជាឆ្មាតែយើងលេងមើលជាមួយនឹងកន្លែងនេះអត់មានជាមួយនឹងអាល់មែនទេបាទការតាកាតែអូយភ្លាមជាមួយឈីគ្រីស្ទើរជាមួយឈីខ្លាយកតែមែនតែបើជាមួយនឹងអាល់មែនយកតែម្ដងប្រការអ៊ំប្រូសាខាងក្រោយក៏មានការបើជាមួយលុយនេះដេញវាយបាត់មកជាមួយនឹងឈីគ្រីតែខាងក្រោយនៅយកបានជាមួយនឹងស៊ីដនីមកវិញដូចគ្នាសល់ជាម្ដាយឡើងជាមួយឈីមសម៉ាត់មើមស្អីប៉ាត់តលេប៊ូធ្វើការសាប់យកតែម្ដងមកកំស្រីនេះប្រកាន់ទឹកមាញ់នេះចាំបានដប់បខៀបាត់មកសមាជិក2ដងជាមួយនឹងបយអូ my god វាយទៅឈីម៉ូម៉ាត់ផ្លាច់វាយផ្លាច់ប៉ាផ្លាច់បួនៅយកបាន1-0វិញដូចគ្នាបើមិនចូលក្នុង3ទៅការឈីម៉ូទៅវិញ early វ៉ាប់ដូចស៊ីបាយតែបច្ចុប្បន្នការគឺឡើងជាមួយនឹងការញ៉ាំគុយទាវ Yes បាទ Simus early game តែចុងក្រោយ Simo នៅតែចេញបានដែរដូចគ្នាបាទបាទគាត់តែយ៉ាងណាមិនរបស់គាត់មានឆាយទៅការលង Hero Bella មិនស្រួលដល់សម្រាប់ជាមួយ Hero ជីឆានៅដូចគ្នាបើជាមួយ Spy Flash របស់គាត់អញ្ចឹងមិនងាយស្រួលក្នុងការរត់រួចពីណាប់ដែររបស់ Simu ទេបាទតែឥឡូវចាំមើលចាស់ស្ដែងសារតែបច្ចុប្បន្ន King Chris ក៏មានដើម្បីដែរតែបើយើងមើលឃើញនៅក្នុង team fight ខ្ញុំក៏លេចទៅមើលជាមួយនឹង Shikari ទៅបីគាត់មានជាមួយនឹង skill ដើម្បីការលយនៅក្នុង team fight ច្រើនណាស់តែគាត់តែងតែអត់អាចធ្វើការបញ្ចេញដើម្បីបានច្រើនតែម្ដងបាទនៅក្នុង team fight ដោយសារតែវត្តមានរបស់តាកាតែពេលគេអុកមកគឺគេជួយស្តាន់កគាត់វាយជីរីបុក all in យកតែម្ដងបាទចាឥឡូវនេះ goal លើខ្វះគ្នាតែមួយញេកទេតែគេលេងមើលជាមួយការសមាជិករបស់ team mate ដូចមកជុំគ្នាវាយយកជាមួយនឹង Overlord នេះយកតែម្ដងបាទជាមួយនឹង Shadow Lord คลิกដូម៉ាក់ផ្លឹកប្រាច់ជាមួយជីវិតយកបានជាមួយនឹង Overlord មួយភ្លាមមួយពេចមកចាំយកជាមួយការលុបបើកមុខវាយផាយកតែម្ដងអាយ៉ា
ស៊ីនីនៅចិត្តហ្នឹងជាមួយនឹងការតែអាចមានជាមួយនឹងមេរោគស្វែងឬមេរោគអីគឺយើងមិនទាន់ដឹងគ្នាបរិស័ទបច្ចុប្បន្នគឺជាមួយនឹងស៊ីនីគឺមិនទាន់ប្រែកាយទេបាទភ្លាមជាមួយនឹងការផ្លឹកមីឡែនមួយសិនយកជាមួយនឹង Blue មកបន្តបែបការ Wiseman តើឲ្យកន្លែងនេះយកបានមិនទាន់ clear ទៅកន្លែងណាទេប្រេប្រងជើងព្រួលមើលជាមួយនឹងដឿងហែមមួយសិនចាំធ្វើការសញ្ញោឆ្វេងប៉ុន្តែយើងបាត់ស្ដាំទៅវិញ បាទ Shadow វិញការចេញមកផ្លូវមីឡែននេះខ្ញុំណានិយាយដល់ផ្លូវមីឡែននេះគឺមិនអាចធ្វើការបុកបានទេដោយសារតែមានវត្តមាន Chicory ហេតុតែមកដែលមានប៉ាបុកអត់បានតែម្ដងបាទជាមួយនឹងសមាជិករបស់ Real Sport នេះខ្ញុំណាបាទអញ្ចឹងនេះបាទទេបាទ Real Sport ចង់ធ្វើការបុកជាមួយនឹង Trainer របស់សមាជិកខាងក្រុម Team Mate គឺមិនងាយស្រួលទេតែ Team Mate ពេលបុក Real Sport ស្រួលហ្មងបាទតែមានជាមួយនឹង Ultimate Ecology ជាមួយនឹង Robot បាទពីវត្តមានរបស់ Chicory ឬខ្ញុំណាយ៉ាអែបមើលមុខសម្លឹងយកតែម្ដងមានដកសមាជិករហូតដល់3នាក់ទៅគាត់អាចទៅ clear ជាមួយនឹងការផ្លូវមីឡែនអាចមានការឲ្យលុយយើឬមួយក៏យ៉ាងម៉េចចូលទៅបុកវាយជាមួយនឹងការផ្លូវតាមឡែចចូលជាមួយនឹង RT អស់ជាមួយនឹង RT ហើយបាទជាមួយនឹង Sini លៀមបុកយកជាមួយ T2 ត្រែការផ្លូវតាមឡែច mid lane អត់មានគេ clear ជាមួយនឹង Vanguard ទេមកឲ្យវាយតែ1 2 3 4 5អត់មានដាច់សូម្បីតែមួយផ្លូវកណ្ដាលដូចជាមួយនឹង Overlord ធ្វើការដាក់មកយូរតបាក់ប្រាវវាយភ្លឹបបាក់ភ្លុកបួកគក់មួអត់មានបញ្ហាតែអាចធ្វើការកិច្ចផតបានដូចគ្នាដែរស្របពេលបច្ចុប្បន្នគាត់ចាំជួយនឹង Vanguard ដើម្បីធ្វើការមកតែម្ដងដើម្បីធ្វើការងារទ្រូងការបុក UT3 ឬមួយការមួយទៀតក៏ថាបានបាទគាត់ខ្ជិលញ៉ៃយូរទៅច្រើនបាទគាត់ចាំអូកាឡាយកជាមួយនឹង Thailand យកតែម្ដងបាទសម្រាប់គាត់ដូចគ្នាដែរបាទយេបើមិនអូកាឡាគឺទៅយកតែម្ដងដោយសារមានជាប់មាន Prem Bond មកដែរបាទអញ្ចឹងជួយទៅដល់ដាក់ផ្លឹបយក Thailand ប្រើដល់ជាពាក់ Arena Game Real បាទសម្រាប់គាត់ដូចគ្នាដោយសារតែមានជាមួយនឹងដើម្បីចាច់ច្រើនវាគិងគ្រីដូចជាមួយមាន Chicory ដូចគ្នាដែរចឹងសមាជិករបស់ខាងក្រុម Real Sport បានទៅជុំមើលទាំងទឹកព្រៃលីនលងទឹកនេះស្រកតាមមកពីអើយរូបស្រីអ្នកចង់ក្បែរពេលដែលចង់វាយធីមមែងប៊ីឈ្នេះហើយតែចុងក្រោយគឺខំបែមកបាញ់យូចូលដាក់មួយកន្លែងនេះតាមអីទេគូដាក់មកផ្លែតាមមកជាមួយការផ្លូវតាមលេមួយសិនយ៉ាងគុំគ្នាក្រោយមួយស្មើ2 2ស្មើ4ចានេះជាមួយការបុកដាក់ជាមួយការផ្លូវមីតក៏ដូចជាការផ្លូវបឋមឡែនមីលៀនអត់មានបញ្ហាអីទេព្រោះរសារតែឥឡូវនេះមិនមែនជា overload តែមានជាមួយនឹង Thailand បច្ចុប្បន្នកាលគឺយកបានជាមួយនឹង2ផ្លូវគោចាប់ដាប់ដាច់មកវិញ 3k គោកន្លះបាទយករសារឲ្យគេវាយមុនយើងចាំខាំបែខាងក្រោយគឺពិតជាល្អមែនបាទនេះគេហៅថាស្ងាត់តែមិនស្ងៀមyes បាទជោគជ័យតែម្ដងបាទតែណាមិនតែ Fan Team Fight ចូលកវិញសុំបាទបាទដោយសារហ្គេមនេះគឺទៅតែវិញដែរបាទវិញក្រុមទាំងពីរអាយ៉ាគ្នាដូចជុំគ្នាទេមានតែ2នាក់នៅមុខដែរប៉ុណ្ណោះបាទតែកណ្ដាលដូចជាមួយនឹង Shimo គឺកំពុងតែការ clear ខាងផ្លូវ top lane yes បាទហើយបុកខាងផ្លូវ top lane មួយសិនអាចមានការ top lane ឬមួយក៏ top ចោលបុក1 2 3 clear ជាមួយនឹង minion ដាក់តិចទីដូចខ្ទឹមការដកថយក្រោយមានយកតែម្ដង Wiseman មានជីវិត2មិនមានការកញ្ជ្រោទេបាទគ្រាន់តែដើម្បីចេញមកពី Chicory ក៏អាចធ្វើការតេស្តទៅកាន់ជាមួយតាការអស់ជីវកណ្ដាលដែរខ្ញុំជឿមិនខ្ញុំផ្សាយដល់សម្រាប់គាត់បាទមែនតើបាទជាមួយនឹងវត្តមានជាមួយនឹង Chicory ដូចគ្នាដែរបាទគាត់ perform ជាមួយនឹង Melody បាទជាស្អីហៀ Melody នេះមិនមែន Melody វត្តចម្រៀងស្អីទេបាទគឺ Melody មេរោគផ្កាបាទពេលនេះមានឱកាសបាទសម្រាប់គេនេះផងដែរចឹងនេះការមើលអាជីពរបស់គាត់បានខណៈពេលដែលយើងលើបច្ចុប្បន្នជាការធ្វើមិនបុកចូលជាមួយនឹងផ្លូវ top lane ខ្លាំងទេដោយគាត់ធ្វើការល្អជាមួយនឹងការបាត់ឆាតអស់ជាមួយ Arabet បាត់ហើយបាទជាមួយការបាញ់ទេការ Shimo បាច់ដាច់ជាមួយនឹង3ផ្លូវអាចមានការបង្ហើយជាមួយនឹងលុយរីដែរទេកន្លែងនេះយើងលេងមើលជាមួយនឹងការឈៀនជាមួយនឹង Map ជាមួយនឹងការផ្លូវ top lane វាយទេភោគទៅភោគមកប៉ុន្តែมันមានជាមួយនឹង skill lane និង clear lane ស្រួលបួលទេមានវត្តមានរបស់ម៉ាញ់នេះមួយដែរបងបាទទៅពេលបច្ចុប្បន្នគាត់ដល់ទៅជាមួយ Overlord វិញដូចគ្នាបាទញ៉ាំយុទ្ធសាស្ត្រជែកYes ជាបើប្រូហ្វតមកបុកយកហើយហ្នឹងបាទមានគាត់យុទ្ធសាស្ត្រទាំងងើហើយយុទ្ធសាស្ត្រគេសេតឲ្យច្បាស់លាស់អញ្ចឹងអានឹងមិនចូលជោគជ័យទេម្ដងបាទជួយការវាយអូឡតលឿនតែម្ដងអាយ៉ាវាយផ្ដាច់អូហូយចូលជាមិនចូលទេមីលៀនគេសរបាយបានគ្រូជាសម្រាប់ស្រួលលោចូលខាំអាវវាយមួយប្រាវយកតែម្ដងស្អត់ព្រមក្លោយកន្លែងនេះព្រមតុងដាក់ជាមួយអាទីឡើងជាមួយឈាមសបើជាមួយលុយរីខាងក្រោយមានការចូលចាក់មួយលោតអុកមួយអុកពីក្រិតម៉ាំងបាំងភ្លឹបផ្ដាច់បុកម្ដាច់ទេជាមួយការចូលទៅហៅលុយរីម៉ៃសិលុយកន្លែងនេះចូលទៅផ្ដាច់គេម្ដាច់ដាច់ខ្លួនឯងតែម្ដងតែយើងកន្លែងមកជួយការលោតលេងវាយទៅលើម៉ាញ់នេះម៉ាំងភ្លឹបគីគីលោតចូលខាងមួយអាវមានមួយពីរម៉ាំងភ្លឹបបាច់តល់យកតែម្ដងជួយការលើយកបានមិនគេអាចផ្ដាច់ជីវិតត្រឹមនេះឬមួយយ៉ាងណារត់ចូលផ្ទះមើលទៅដូចជាត្រាំជើងទេព្រាមជាមួយការប្រេកប្រងជើងព្រោះមកជាមួយអាទីបាច់ជាមួយផ្ទះយកតែប្រការសមាជិករទីមេសាប់សេប៉ាត់ក្លេមួយបាញ់1 2 3 4 5យកបានមិនបកគីយកឡើងបានមួយផាំងបាក់ដាច់ជាមួយផ្ទះលើជាមួយ start ចេញពីហ្គេមទី1ក៏បានលើធីមមេអូបាទជាមួយនឹងការ comeback មកវិញអានេះ